មកដល់លើទឹកដីអាមេរិកដំបូងថាតើបងប្អូនគួរតែឬក៏ត្រូវតែធ្វើរឿងស្អីខ្លះដើម្បីឲ្យការរស់នៅឬក៏ជីវិតប្រចាំថ្ងៃនៅលើទឹកដីអាមេរិករបស់បងប្អូននេះប្រកបដោយភាពងាយស្រួលសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះម៉ាណិតជាអ្នកជាប់ឆ្នោត DV ពីឆ្នាំ2020ថ្ងៃនេះខ្ញុំចង់ចែកម្លែកពីបទពិសោធន៍ឬក៏អ្វីដែលខ្ញុំស្វែងយល់អំពីគេមកដែរតាមរយៈYouTube ឬក៏តាមរយៈការ search នៅក្នុង Google ជាដើមដើម្បីឲ្យមានជាព័ត៌មានចែករំលែកទៅបងប្អូនអ្នកដែលមកថ្មីអ្នកដែលមកក្រោយមិនថាតាមរយៈជាប់ឆ្នោតឬក៏តាមរយៈvisa ណាមួយទេចឹងដោយបងប្អូនឮនៅខាងអ្វីដែលខ្ញុំបញ្ជាក់ខាងលើថាតើបងប្អូនគួរតែឬក៏ត្រូវធ្វើរឿងស្អីខ្លះដើម្បីឲ្យបងប្អូនមានភាពងាយស្រួលក្នុងការរស់នៅលើទឹកដីអាមេរិកអ្វីដែលខ្ញុំនិយាយក្នុងវីដេអូនេះគួរធ្វើនេះគឺសំដៅទៅលើរឿងឯកសារឬក៏ក្រៅឯកសារមួយចំនួនតូចតែសង្កត់ធ្ងន់ទៅរឿងឯកសារតើឯកសារអ្វីខ្លះឬក៏រឿងអីខ្លះយើងត្រូវឬក៏គួរតែធ្វើខ្ញុំនិយាយត្រូវតែឬក៏គួរតែរឿងខ្លះយើងមិនធ្វើក៏បានរឿងខ្លះយើងត្រូវតែធ្វើលាយជាមួយគ្នាក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងសម្រាប់ខ្ញុំគិតថាវាជារឿងសំខាន់សម្រាប់បងប្អូនគ្រួសារបងប្អូនសមាជិកគ្រួសារបងប្អូនក្នុងការរស់នៅលើទឹកដីអាមេរិកនេះខ្ញុំនឹងនិយាយមួយក៏ប៉ុន្តែខ្ញុំអត់បានលំអិតឲ្យបងប្អូនគ្រប់ចំណុចឲ្យបងប្អូនបានយល់គ្រប់ចំណុចអាចវីដេអូនឹងវែងក៏ប៉ុន្តែបើសិនជាបងប្អូនមានចម្ងល់ត្រង់ចំណុចណាមួយបងប្អូនអាចឆាតសួរអាច comment សួរឬក៏បងប្អូនចេះបងប្អូនអាច comment ជួយវិញក៏បានរឿងទី1ដែលបងប្អូនត្រូវធ្វើខ្ញុំគិតថាបងប្អូនត្រូវតែមាន green card ពេលខ្ញុំនិយាយថាបងប្អូនគួរតែត្រូវតែមាន green card បងប្អូនខ្លះប្រហែលជាឆ្ងល់ជាពិសេសអ្នកបងប្អូនជាប់ឆ្នោតថាចូលខ្ញុំអ្នកជាប់ឆ្នោតគឺ green card ខ្ញុំបានអូតូហើយចាំបាច់ខ្ញុំត្រូវការព្យាយាមរកវាធ្វើអីតាមពិតបងប្អូនជាប់ឆ្នោតឬក៏បងប្អូនផ្សេងដទៃទៀតដែលបាន visa មកដែលនឹងទទួលបាន green card បងប្អូននឹងចាំទៅយកតែក៏វាមានគេហៅថារឿងដែលយើងគិតស្មានមកដល់កើតឡើងដែរជួនកាលមានបងប្អូនខ្លះអ្នកដែលជាប់ឆ្នោតមកថ្មីនេះ green card គ្នា4នាក់មកតែ3បាត់1 green card គ្នា3នាក់មកតែ2បាត់1ឃើញអញ្ចឹងដល់ពេលដែលយើងអត់មានក្នុងសមាជិកណាមួយអញ្ចឹងយើងគួរតែព្យាយាមតាមដានឬក៏សាកសួរក្នុងករណីដែលគេឲ្យ period ណាមួយក្នុងការឲ្យយើងរងចាំយើងរងចាំបើសិនជាក្នុងចន្លោះគេឲ្យរងចាំនោះយើងបានទទួលគ្រប់ទោះវាមិនមកជាមួយគ្នាវាអាចមកមុនមកក្រោយក៏អូខេនឹងក្នុងន័យថាត្រូវតែបងប្អូនត្រូវតែមាន green card ជាដាច់ខាតgreen card គឺយើងវាសំខាន់សម្រាប់ការយើងរស់នៅសហរដ្ឋវាបញ្ជាក់ថាយើងគឺជាប្រជាជនដែលរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ណាបងប្អូនខ្ញុំភ្លេចប្រាប់ពីក្បាលដំបូងចឹងបើក្នុងករណីបងប្អូនបានទោះវាមិនមកជាមួយគ្នាមកជាដំណាក់កាលក៏អត់អីឲ្យតែបានក្នុងចន្លោះពេលដែលគេកំណត់នឹងថាបងប្អូនត្រូវចាំរយៈពេល90ថ្ងៃបើសិនជា90ថ្ងៃនេះបងប្អូនអត់ទទួលបានចាំបងប្អូនតាក់ទងសាកសួរគេក្នុងន័យនេះគឺខ្ញុំនិយាយអញ្ចឹងបើសិនជាបងប្អូនមិនទាន់ដល់គ្រប់90ថ្ងៃបងប្អូនអីចាំតែបើចាំហើយអត់បានចាប់ពី90ថ្ងៃទៅហើយអត់បានបងប្អូនត្រូវតែរុះរាន់កុំពន្យាពីព្រោះមានបងប្អូនសួរខ្ញុំនៅក្នុង comment ខ្ញុំអត់ចាំថាគាត់សួរនៅក្នុង comment YouTube ឬក៏ Facebook ទេឬក៏គាត់ឆាតមក Telegram ខ្ញុំអត់ចាំទេតែគាត់សួរខ្ញុំថាគាត់មកនៅអាមេរិកនេះរយៈពេល7ខែហើយតែគាត់អត់ទាន់ទទួលបាន green card ទេតែគាត់មកក្នុង visa មិនមែនជា DV ទេគាត់ visa ផ្សេងតែខ្ញុំអត់ប្រាប់ថា visa ផ្សេងគាត់ប្រាប់ថាគាត់មករយៈពេល7ខែហើយតែគាត់អត់ទាន់បាន green card នេះជាមូលហេតុដែលខ្ញុំថាបងប្អូនត្រូវតែមាន green card ក្នុងករណី90ថ្ងៃវាត្រឹមចន្លោះប្រហែលជា3ខែតែឥឡូវចន្លោះ7ខែយើងគិតមករយៈពេលប្រហែលហើយ180ថ្ងៃកន្លះឆ្នាំឥឡូវបូកថែមមួយខែទៀតលើស200ជាងថ្ងៃចឹងបងប្អូនកុំទុកដល់200ជាងថ្ងៃលើស90ថ្ងៃបងប្អូនតាក់ទងទៅ USCIS ពីព្រោះនៅក្នុង website USCIS គេមានផ្លូវឲ្យយើងទៅដល់គេសួរគេតាមរយៈ online ឬតាមរយៈ email បងប្អូនធ្វើទៅណារឿងទី1គឺបងប្អូនត្រូវតែមាន green card រឿងទី2បងប្អូនត្រូវតែមាន
social security number អាហ្នឹងគេឲ្យជាកាតដែលលើកាតហ្នឹងវាមានលេខ social security number នេះគឺសំខាន់ណាស់បងប្អូនវាប្រើដើម្បី track ព័ត៌មានរបស់យើងជាពិសេសព័ត៌មានតាក់ទងនឹងហិរញ្ញវត្ថុដែលយើងប្រើព័ត៌មានប្រាក់កម្ចីព័ត៌មានយើងប្រើលុយប្រើកាក់អីចឹងណាហើយនឹងគេប្រើទៅលើគោលបំណងផ្សេងទៀតតែខ្ញុំគ្រាន់តែនិយាយត្រួសពីចំណុចសំខាន់ដែលគេយក social security នេះមកប្រើពេលខ្លះបងប្អូនយកកូនចុះឈ្មោះសាលារៀនពេលបងប្អូនទៅ apply ស្អីមួយបងប្អូនចង់ធ្វើអីមួយគឺគេទាមទារអា social security number ហ្នឹងអញ្ចឹងបើសិនជាបងប្អូនអត់មានគឺបងប្អូនធ្វើអត់បានទេបងប្អូនចង់ទៅធ្វើការគេទាមទារយក social number បងប្អូនបើបងប្អូនអត់មានបងប្អូនមិនអាចចូលធ្វើការបានទេតែប៉ុន្តែខ្ញុំលើកលែងរឿងការងារមួយចំនួនដែលយើងក្រៅផ្លូវការដូចយើងធ្វើការក្រៅមកឲ្យខ្មែរគ្នាឯងវាយដូណាត់ហើយយើងអត់អាហ្នឹងពេលខ្លះគេអត់យកក៏បានដែរតែយើងនិយាយជាទូទៅភាពងាយស្រួលគឺបងប្អូនត្រូវតែមាន social security number ណាហ្នឹងហើយ social security number គឺបងប្អូនត្រូវតែមានដោយករណីមិញដែរនេះជាករណីដែលកើតឡើងមកចំពោះខ្ញុំកាលពីខ្ញុំជាប់ឆ្នោតឆ្នាំ2020ខ្ញុំមកដល់អាមេរិកប្រហែលជាខ្ទង់40ជាងថ្ងៃខ្ញុំទទួលបាន green card ក៏ប៉ុន្តែ social security number ឬក៏ social card ខ្ញុំហ្នឹងខ្ញុំបានទទួលទេតលតែខ្ញុំតាក់ទងទៅគេផ្ទាល់ខ្ញុំនិយាយដើមហេតុរឿងប្រាប់គេថាអត់ឃើញអញ្ចឹងគេឲ្យយើងទៅធ្វើសារឡើងវិញនេះដូចអ្វីដែលខ្ញុំនិយាយថាបើសិនជាបងប្អូនគិតថាអាហ្នឹងខ្ញុំបាន apply នៅក្នុង DSP រកហើយយើងគិតតែពីរងចាំគឺអត់ហេមូលហេតុដែលខ្ញុំឲ្យបងប្អូនត្រូវតែមានអញ្ចឹងបើសិនជាក្នុងករណីកើតឡើងដូចខ្ញុំអញ្ចឹងបងប្អូនតាក់ទងទៅគេដាក់ appointment ទៅជួបគេឲ្យគេធ្វើសារឡើងវិញឲ្យយើងអូខេនឹង social security number ឬក៏ social card ហ្នឹងរឿងទី3សំខាន់ដែរបងប្អូនគឺកន្លែងស្នាក់នៅដូចខ្ញុំនិយាយពេលខ្លះនៅពេលដែលយើងមកពីខ្មែរយើងព្យាយាមស្វែងរកកន្លែងស្នាក់នៅអាចថាជាបដោះអាសន្នឬក៏អចិន្ត្រៃយ៍ក៏ថាបានតែបើសិនជាបងប្អូនមកលក្ខណៈថាបដោះអាសន្នទេអញ្ចឹងនៅក្នុងចន្លោះពេលហ្នឹងបងប្អូនត្រូវតែព្យាយាមរកកន្លែងស្នាក់នៅណាមួយឲ្យកក់ក្ដៅកុំឲ្យតន់គិតរឿងអនាគតវែងឆ្ងាយយើងគិតថាមកនៅក្នុងរយៈពេលមកកក់ក្ដៅសិនដើម្បីឲ្យយើងរៀបចំខ្លួននឹងគ្រួសារយើងឲ្យបានល្អអញ្ចឹងបងប្អូនរកកន្លែងណាមួយស្នាក់នៅសិនអាចជាផ្ទះបងប្អូនសុំគេទៅឲ្យគេពេញចិត្តពេញថ្លើមយើងអាចទៅរកមិត្តភ័ក្តិឬក៏បងប្អូនថាអាចទៅរកផ្ទះជួលគាត់ថាពេលយើងមកដំបូងយើងអាចពិបាករឿងផ្ទះជួលក៏ប៉ុន្តែក៏បងប្អូនត្រូវតែធ្វើដែរបើសិនជាទៅរកមិត្តភ័ក្តិរបស់បងប្អូននៅផ្ទះរបស់គេឬក៏កន្លែងរបស់គេអាចជួយយើងបានយើងអាចពឹងគេឲ្យគេជួយជួលឲ្យបើសិនគេអាចធ្វើឲ្យបានយើងចេញលុយទៅតែនៅក្នុងស្រុកនេះក៏ពិបាកដែររឿងជួលផ្ទះឲ្យអញ្ចឹងណាព្រោះពេលខ្លះវាខ្លាចប៉ះពាល់ទៅដល់ credit របស់គេណាតែយើងអត់ទៅបន្ទោសគេឬក៏យើងអត់ទៅបង្ខំគេបានទេបើគេយើងអាចនិយាយមួយគេយើងជាមានទំនាក់ទំនងល្អមួយគ្នាគេអាចនឹងជួយយើងឲ្យលុយគេទៅហើយគេរួចជួយជួលកន្លែងស្នាក់នៅឲ្យយើងនៅក្នុងស្រុកអាមេរិកនេះក៏ពេលខ្លះកន្លែងរឿងខ្លះក៏តតែត្រូវការទំនាក់ទំនងមិនទេភាគច្រើនមិនបាច់ថារឿងណាមួយទេទំនាក់ទំនងនឹងវាសំខាន់ហើយអញ្ចឹងបងប្អូនអាចត្រូវធ្វើម៉េចគឺរកកន្លែងស្នាក់នៅមួយដែលឲ្យយើងមានភាពកក់ក្ដៅសិនកុំឲ្យនៅមួយកន្លែងមិត្តភ័ក្តិឬក៏បងប្អូនដូចមានអារម្មណ៍អត់សូវកក់ក្ដៅទេអញ្ចឹងយើងព្យាយាមទៅតែបើសិនជាព្យាយាមបានយើងនៅកន្លែងដែលអាចយើងនៅបានសិនទៅណាទោះវាមិនសូវកក់ក្ដៅក៏ដោយសំខាន់កន្លែងដែលយើងអាចនៅបានមួយរយៈពេលដែលយើង ready ហើយគឺអូខេហើយណាបងប្អូនព្យាយាមខ្លួនឯងបើសិនជាព្យាយាមខ្លួនឯងមិនបានយើងអាចរកជំនួយពីបងប្អូនខ្មែរយើងតាមរយៈនៅក្នុង YouTube អ្នកណាដែលបើកចិត្តឲ្យបងប្អូនជួយខ្ញុំលើកឧទាហរណ៍ចំឈ្មោះដូចជា I know I share គាត់ក៏បើកចិត្តជួយបងប្អូនយើងច្រើនមានបងប្អូនមួយចំនួនគាត់មកជួយមករកខ្ញុំឲ្យជួយខ្ញុំជួយដូចគ្នាតែនៅពេលដែលខ្ញុំជួយគាត់ទៅគេហៅកិច្ចព្រមព្រៀងរវាងអ្នកភាគីមួយនិងភាគីមួយដែលខ្ញុំជួយពួកគាត់គឺអត់ស៊ីជម្រៅអត់ចូលគ្នាអញ្ចឹងគាត់ទៅរកអ្នកផ្សេងដូចជា I know I share គាត់មានជំរឿសឲ្យមួយទៀតអញ្ចឹងជួនកាលក៏គាត់ទៅខាងនោះត្រូវគាត់ទៅនៅខាងនោះអញ្ចឹងអ្វីដែលយើងពេលយើងធ្វើខ្លួនអាចបានយើងព្យាយាមរកណាបងប្អូន
យើងកុំគិតខ្លួនឯងយូរខ្លាំងពេកអាច stress អាចបាក់ទឹកចិត្តណាបងប្អូនអញ្ចឹងកន្លែងស្នាក់នៅគឺយើងត្រៀមហើយតាមពិតរឿងអននេះយើងត្រូវរឿងកន្លែងស្នាក់នៅអីអននេះយើងត្រូវគិតគូរពីស្រុកខ្មែរមកឲ្យហើយអូខេមកពីស្រុកខ្មែរហើយរួមជាមួយការងាររឿងបន្ទាប់ពីកន្លែងស្នាក់នៅក៏ដូចគ្នាបងប្អូនរឿងរកការងារធ្វើរឿងរកការងារធ្វើនេះបងប្អូនមកដំណាក់កាលដំបូងបងប្អូនកុំចង់រកការងារដែលក្នុងក្តីសម័យអីភ្លាមព្រោះឥឡូវគ្រួសារយើងឬក៏យើងអត់ទាន់ត្រៀមខ្លួនរួចរាល់ទេបងប្អូនទៅនៅមានរឿងច្រើនទៀតប្រឈមអញ្ចឹងការងារនេះគឺយើងអាចថាជាការងារបណ្ដោះអាសន្នរបស់បងប្អូនដើម្បីទទួលបានប្រាក់ចំណូលខ្លះទៅចំណាយព្រោះយើងមកនៅស្រុកនេះចំណាយធំអញ្ចឹងយើងត្រូវរកប្រាក់ចំណូលខ្លះដើម្បីទ្រទ្រង់ទោះបីជាយើងមានលុយមកពីស្រុកខ្មែរហើយក៏ដោយណាកុំអាងលើលុយកញ្ចប់ដែលយើងយកមកពីស្រុកខ្មែរថាយើងអាចចំខ្លួនរស់យើងដេកមកស្រួលសិនយើងចាយលុយនឹងកុំបងប្អូនចង់ធ្វើបានតែជាមតិយោបល់ឬក៏ជា advice ពីខ្ញុំទៅវិញខ្ញុំអត់ឲ្យធ្វើអញ្ចឹងឯងបើទោះជាការងារនឹងបងប្អូនថាមិនចូលចិត្តក៏យើងស៊ូទ្រាំក្នុងរយៈពេលដំបូងដែលខ្ញុំនិយាយចឹងណាកន្លះឆ្នាំ3ខែ1ខែ6ខែ8ខែ1ឆ្នាំឬ1ឆ្នាំកន្លះក្នុងចន្លោះហ្នឹងបងប្អូនទ្រាំសិនទៅបើសិនក្នុងករណី3ខែយើងមានការងារល្អជាងហ្នឹងយើងដូរបានអត់បញ្ហាតែយើងកុំតន់រើសការងារនៅពេលដែលយើងចូលមកអញ្ចឹងយើងរកការងារដើម្បីបានចំណូលខ្លះមួយទៀតរឿងការងារនេះបើសិនជាបងប្អូននៅលីវគឺងាយទេបងប្អូនរកបានហើយគឺចប់ហើយបងប្អូននៅលីវគឺងាយទេបងប្អូនដើរតាណាក៏បាននៅតាណាក៏បានតែសម្រាប់បងប្អូនមានគ្រួសារបងប្អូនត្រូវលះបង់ធំជាងនឹងកន្លែងស្នាក់នៅឧទាហរណ៍រកបានហើយយើងអូខេហើយការងារពេលខ្លះយើងគ្នា2នាក់ប្តីប្រពន្ធរួមទាំងកូន2នាក់ឧទាហរណ៍ទៀតអញ្ចឹងពេលនឹងយើងកុំប្រកាន់ថាចាំទៅរកការងារតល់តែបាន2នាក់ប្តីប្រពន្ធធ្វើទាំង2នាក់ចាំធ្វើបើសិនជាគេឲ្យធ្វើតែមួយជាហៀងប្តីឬប្រពន្ធអត់ទេអញ្ចឹងចំណូលមកតិចពេកទ្រង់អត់ចប់អត់សល់លុយខ្ញុំបញ្ជាក់បងប្អូននៅពេលនេះមិនមែនជាពេលដែលយើងគិតរឿងសល់ឬមិនសល់ទេយើងគិតរឿងទូទាត់មករួចខ្លួនសិនបើសិនជាយើងអត់មានលទ្ធភាពធ្វើវាបានដល់តែសល់បើបងប្អូនធ្វើបានអូខេតែដូចខ្ញុំបញ្ជាក់ដំណាក់កាលដំបូងយើងគិតមួយដំណាក់នេះជាបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំចង់បានន័យថាអញ្ចេះបងប្អូនបើសិនជាក្នុងករណីដែលមានកន្លែងការងារគេត្រូវការគេថាត្រូវការតែប្តីសម្រាប់មកធ្វើខ្ញុំឧទាហរណ៍ការងារនំដូណាត់ចុះគេត្រូវការមនុស្សប្រុសម្នាក់ដើម្បីជួយការងារដូណាត់តែគេអត់ត្រូវការអ្នកលក់ឬប្រពន្ធនឹងទេអញ្ចឹងយើងអាចចរចាជាមួយគេទៅថាយើងធ្វើខ្ញុំឧទាហរណ៍ណាយើងធ្វើតែប្រពន្ធខ្ញុំសុំឲ្យគាត់មកនៅដែរបានអត់ខ្ញុំធ្វើតែខ្ញុំឯងប្រាក់ខែយើងយកតែយើងឯងរឿងផ្សេងទៀតយើងចរចាគ្នាតាមហ្នឹងខ្ញុំចង់បញ្ជាក់ថាធ្វើម៉េចឲ្យយើងបានការងារសិននៅពេលដែលយើងបានការងារធ្វើហើយចំណូលយើងមានខ្លះអញ្ចឹងបងប្អូនក៏ត្រូវគិតដែរថាតើចំណូលយើងម្នាក់ហ្នឹងយើងអាចផ្ទុកនឹងចំណាយយើងមកគ្រួសារបានអត់កាលខ្ញុំគឺខ្ញុំធ្វើបានចំណូលខ្ញុំម្នាក់ខ្ញុំអាចផ្ទុកចំណាយប្រចាំខែហើយសល់បានតិចតួចដល់បងប្អូនបានមួយខែសល់បាន500 300 400ឬខែខ្លះទល់ដើមខែខ្លះអត់ទប់អត់ជាប់មានក៏ប៉ុន្តែសួរតែយើងជិះផុតទេជិះអត់ផុតទេខ្ញុំបញ្ជាក់សម្រាប់បងប្អូនដែលមានលក្ខខណ្ឌមិនសូវជាល្អអញ្ចឹងបងប្អូនលះបង់រត់ធំបងប្អូនស៊ូអត់ណាត់អត់ធ្មត់ជាងអ្នកដែលគេមានលក្ខខណ្ឌល្អប្រសើរជាងយើងណាឧទាហរណ៍ត្រឡប់មកវិញគេអត់ត្រូវការអ្នកវាយដូណាត់ទេគេត្រូវការតែអ្នកលក់ដូចជាប្រពន្ធអញ្ចឹងយើងថាយើងចរចាមួយគេតែខ្ញុំអូខេខ្ញុំធ្វើអ្នកលក់តែខ្ញុំសុំគ្រួសារខ្ញុំនៅបានអត់បើគេថាអត់បានទេអាហ្នឹងយើងរកកន្លែងផ្សេងតែយើងព្យាយាមអស់ពីចិត្តសិនអូខេឥឡូវអត់បានអញ្ចឹងខ្ញុំសុំជួយពឹងឲ្យរត់ផ្ទះជួលខ្ញុំមួយឬក៏ខ្ញុំធ្វើម៉េចដើម្បីអាចជួលផ្ទះបានសួរគេទៅអញ្ចឹងយើងគិតមើលតម្លៃជួលផ្ទះប្រមាណប្រាក់ខែយើងប្រមាណមួយខែយើងចំណាយប្រមាណទូទាត់មើលវារួចខ្លួនទេវាសល់បានតិចតួចទេបើបានយើងធ្វើសិនទៅឲ្យមកទូទាត់ចប់អូខេរឿងបន្ទាប់ពីការងារឥឡូវខ្ញុំនិយាយខ្លីៗនិយាយវែងពេកវីដេអូវែងបងប្អូនមើលអត់ចប់អត់ដឹងរឿងទេរឿងបន្ទាប់ពីរឿងការងារបងប្អូនត្រូវធ្វើអីទៀតទេបងប្អូនឥឡូវរឿងបន្ទាប់ណាអញ្ចឹងខ្ញុំចូលមករឿងឯកសារវិញ
គឺបងប្អូនត្រូវបើក bank account បងប្អូនបើកគណនីនៅក្នុងធនាគាររឿងបើកនេះចាំមើលខ្ញុំតនេខ្ញុំធ្វើវីដេអូខាងក្រោយតាក់ទងនឹងបើកកុងតាក់ទងទៅនឹងបើកសុំ credit card រឿងអីផ្សេងតែខ្ញុំគ្រាន់តែនិយាយត្រួសថាបន្ទាប់ពីរឿងយើងរកការងារធ្វើអាចយើងបើកកុងធនាគារអីអស់នេះគឺជារឿងចាំបាច់ណាគាត់ថាពេលខ្លះនៅពេលដែលបងប្អូនបើកកុងធនាគារបងប្អូនត្រូវការឯកសារអីខ្លះតើត្រូវការអ្នកណាជួយខ្លះអានឹងរឿងតាមក្រោយតែនៅពេលដែលបងប្អូនទៅនៅជាមួយគេឬបងប្អូនមានបងប្អូនជួយគេនឹងប្រាប់បងប្អូនហើយពីការបើកកុងធនាគារបងប្អូនត្រូវមានអីខ្លះណាបងប្អូនអញ្ចឹងបងប្អូនត្រូវតែមានកុងធនាគារផ្ទាល់ខ្លួនឬក៏គណនីធនាគារបើសិនជាបងប្អូនមានមួយគ្រួសារបងប្អូនបើកកុងតែប្តីសិនឬប្រពន្ធសិនក៏បានដែរបើសិនចង់បើកទាំងពីរក៏បានដែរបើសិនជាអាចបើកទាំងពីរទៅតែបើសិនជាក្នុងករណីដែលប្តីមានការងារមុនឲ្យប្តីបើកមុនទៅប្រពន្ធចាំបើកតាមក្រោយក៏បានតែបើសិនជាយើងមានការងារទាំងពីរយើងបើកទាំងពីរតែបងប្អូនចង់បើកទាំងពីរក៏មិនបញ្ហាតែបើខ្ញុំវិញខ្ញុំឲ្យជាយោបល់ថាបើសិនជាយើងមានការងារទឹកតែម្នាក់ទេយើងបើកតែមួយសិនក៏បានដែរពីព្រោះបើកកុងធនាគារខ្លះត្រូវការឲ្យយើងបង់ថ្លៃកម្រៃសេវាប្រចាំខែអីចឹងទៅណាឬក៏គេឲ្យយើងដាក់បាតកុងប្រហែលអញ្ចឹងបើសិនជាបងប្អូនចង់បើកក៏បើកតែជាមតិយោបល់ឬក៏ advice ពីខ្ញុំទៅគឺបើកតែមួយសិនក៏បានណាបងប្អូនបងប្អូនត្រូវបើកកុងធនាគារអូខេបងប្អូនមានកុងធនាគារបងប្អូនត្រូវមានអីទៀតបងប្អូនត្រូវធ្វើ ID card ឬក៏ driver license បងប្អូនត្រូវមាន ID card ឬក៏ driver license បើក្នុងករណីដែលបងប្អូនមានឡានបងប្អូនចង់បើកបងប្អូនធ្វើ driver license បដ ாய் ទៅរបៀបនៃការធ្វើ driver license រឿងផ្សេងខ្ញុំគ្រាន់តែប្រាប់បងប្អូនថាគួរធ្វើអីខ្លះបងប្អូនត្រូវធ្វើ driver license បើសិនជាបងប្អូនចង់បានបើកឡានបញ្ញាប់ណាតែបើសិនជាបងប្អូនថានៅធ្វើការហ្នឹងនៅផ្ទះបងប្អូនមិនត្រូវទៅណាឬក៏អត់ទាន់មានលុយក្នុងការទិញឡាននៅឡើយទេសំត្រេកដំណាក់កាលដំបូងអញ្ចឹងបងប្អូនត្រូវធ្វើត្រឹម ID សិនក៏បានដែរណាតែបើយើងមាន driver license យើងអត់មាន ID ក៏បានដែរយើងប្រើ driver license របស់យើងជា ID តែបើសិនដូចខ្ញុំនិយាយមិញតែយើងនៅសិនទៅយើងអត់ទាន់មានត្រូវការទៅណាយើងអត់ទាន់មានឡានបងប្អូនធ្វើ ID ទៅលឿនជាងព្រោះការធ្វើ driver license ត្រូវការឲ្យបងប្អូនប្រឡងចំណេះដឹងពី driver license ចរាចរណ៍បងប្អូនត្រូវធ្វើតេស្តដៃជាកូដអីទៀតអញ្ចឹងបងប្អូនបើធ្វើ ID ឬក៏វា ID ហ្នឹងបងប្អូនគ្រាន់តែដាក់ appointment ហើយមានឯកសារមួយចំនួនតាក់ទងកន្លែងស្នាក់នៅអីអស់ហ្នឹងទៅបងប្អូនអាចដាក់ណាត់ជួប appointment មកគេទៅធ្វើ ID បានយើងប្រើ ID ហ្នឹងជារឿងទូទៅបណ្ដោយបងប្អូនត្រូវធ្វើអីមួយក៏គេទាមទារ ID ឧទាហរណ៍បងប្អូនត្រូវប៉ូលីសខាត់ក៏គេទាមមើល ID អីចឹងណាបងប្អូនខ្ញុំឧទាហរណ៍នេះបងប្អូនត្រូវធ្វើ ID ឬក៏ driver license សម្រាប់បងប្អូនដែលមកដល់ថ្មីខ្ញុំនិយាយត្រឡប់ទៅវិញណាមិញខ្ញុំបានចំណុចបន្ទាប់ពីហ្នឹងបងប្អូនត្រូវធ្វើអីទៀតបងប្អូនត្រូវតែមានលេខទូរស័ព្ទផ្ទាល់ខ្លួនដូចខ្ញុំបញ្ជាក់អញ្ចឹងរឿងបើក bank account និងលេខទូរស័ព្ទនេះបងប្អូនអាចបើកទាំងពីរអ្នកប្តីប្រពន្ធក៏បានបើកតែម្នាក់ប្តីឬក៏ប្រពន្ធសិនក៏បានអ្នកណាមានការងារមុនឲ្យអ្នកនឹងបើកមុនទៅរឿងមានតែយើងមានបើកលេខទូរស័ព្ទប្រើគឺយើងត្រូវបង់ជាប្រចាំខែហើយអញ្ចឹងណាអញ្ចឹងបងប្អូនបើកតែមួយសិនទៅហើយទំនាក់ទំនងឆ្លងកាត់អ្នកដែលម្ចាស់លេខហ្នឹងបានហើយអញ្ចឹងបងប្អូនត្រូវមានលេខទូរស័ព្ទព្រោះលេខទូរស័ព្ទនៅស្រុកអាមេរិកនេះយើងធ្វើអីមួយពេលខ្លះគេទាមទារលេខទូរស័ព្ទដើម្បីឲ្យវាផ្ញើនៅលេខសម្ងាត់ចូលលេខទូរស័ព្ទឬក៏ពេលខ្លះយើងចង់ដាក់ទៅ email ក៏បានអញ្ចឹងណាពេលខ្លះលេខទូរស័ព្ទវាងាយជាងមួយទៀតលេខទូរស័ព្ទយើងអាចប្រើសម្រាប់ទំនាក់ទំនងបងប្អូនមិត្តភ័ក្តិឬក៏យើងប្រើសម្រាប់យើងសិក្សាស្រាវជ្រាវតាមទូរស័ព្ទនឹងក៏បានឬក៏យើងមានទំនាក់ទំនងគ្នានៅក្នុងទូរស័ព្ទនឹងក៏បានបើសិនជាបងប្អូនអត់មានទូរស័ព្ទបងប្អូនចង់ទំនាក់ទំនងតាម Facebook Telegram អត់កើតទេលុះត្រាតែបងប្អូនទៅប្រើ Wi-Fi របស់គេយ៉ាងណាក៏បងប្អូនត្រូវមានទូរស័ព្ទដែរអញ្ចឹងលេខទូរស័ព្ទសំខាន់គាត់ថាបងប្អូនត្រូវចំណាយទៅលើទូរស័ព្ទដែរណាមួយខែប្រហែលអញ្ចឹងទៅតែខ្ញុំគិតថាมันជាបញ្ហាព្រោះអានឹងជារឿងចម្បងដែលយើងត្រូវមានណាកាលពីខ្ញុំមកដំបូងខ្ញុំប្រើទូរស័ព្ទតែខ្ញុំអត់បង់ជាលេខផ្ទាល់ប្រចាំខ្ញុំប្រើលក្ខណៈ prepaid
មួយខែដូចជា35កាលនោះធូរថ្លៃតែនៅពេលយើងមានការងាររៀងគ្រាន់បើហើយយើងប្រើ postpaid ធម្មតាទៅអានឹងមួយខែគេហៅ line មួយ line អស់ប្រហែលតាមតែប្រភេទក្រុមហ៊ុនអញ្ចឹងទៅអញ្ចឹងលេខទូរស័ព្ទគឺសំខាន់ដែរបងប្អូនបន្ទាប់មួយទៀតបងប្អូនមាន green card social card បងប្អូនមានផ្ទះនៅបងប្អូនមានការងារបងប្អូនបើក bank account បងប្អូនបានមានលេខទូរស័ព្ទហើយបងប្អូនត្រូវមើលធ្វើអីទៀតបងប្អូនគឺបងប្អូនព្យាយាម apply credit card ហើយបងប្អូន apply credit card បងមានក្រុមហ៊ុនច្រើនអញ្ចឹងបងប្អូន search ហើយខ្ញុំនៅក្នុងនេះខ្ញុំទៅតែជួយ apply credit card ឲ្យបងប្អូនខ្មែរយើងទៅតែចប់គឺខ្ញុំ apply 2 apply 1គេអត់ approve គេនៅតែថាយើងខ្វះឯកសារទាំងតែឯកសារយើងដាក់ម្ដងជា2ដងគេថាយើងអាចថា system វា error មិនដឹងទេខ្ញុំរកទៅក្រុមហ៊ុនមួយទៀតបានជោគជ័យក្រុមហ៊ុនខ្លះគេឲ្យយើងដាក់លុយតម្កល់ដើម្បីយើងយកអាលុយតម្កល់ជាលុយ credit យើងប្រើឧទាហរណ៍យើងដាក់300អញ្ចឹងយើង credit card របស់យើងអាចប្រើបានតែ300ឯង credit card យើងប្រើដើម្បីស្រួលក្នុងការទូទាត់ក្នុងការចំណាយក្នុងការអីអញ្ចឹងទៅឬក៏ដើម្បីយើងចាប់ដើមកសាង credit របស់យើងតាមរយៈការចាយវាការបង់សងទូទៀងទាត់អីអញ្ចឹងជាដើមណាបងប្អូនអញ្ចឹង credit card គឺសំខាន់ដែរសម្រាប់បងប្អូនអ្នកនៅស្រុកអាមេរិកនេះព្រោះបើសិនជាយើងអត់មាន credit ល្អពេលយើងចង់ទៅធ្វើអីមួយទៅទិញឡានទៅទិញផ្ទះទៅទិញអីអាហ្នឹងក៏ពេលខ្លះក៏អត់បានពេលខ្លះបានដែរតែក្នុងលក្ខខណ្ឌមិនល្អដូចគេដែលមាន credit ល្អអញ្ចឹង credit card គឺជាអ្វីដែលយើងត្រូវមានដើម្បី build credit history របស់យើង credit card រឿងមួយទៀតអូខេបន្ទាប់ពី credit card បើសិនជារឿងមួយទៀតបើសិនជាបងប្អូនអាចធ្វើបានបងប្អូនគួរតែទិញឡានយើងកុំទិញឡានក្នុងក្តីសម័យយើងភ្លាមយើងទិញឡានដែលអាចប្រើប្រាស់បានអាចឡានត្រឹម 3-4,000 អាចឡាន 6-7,000 តាមលទ្ធភាពយើងធ្វើបានណាបងប្អូនយើងអាចទិញជាលុយសុទ្ធឬក៏បងប្អូនអាចទិញជាបង់ finance បានន័យថាខ្ចីលុយគេមកទិញហើយបង់ការប្រាក់ឲ្យគេវិញទៅបងប្អូនកុំតន់ទិញឡានថ្មីយើងទិញឡានមកទឹកមកប្រើសិនទៅណាសម្រាប់អាចថាមកដឹកទៅណាមកគ្រួសារយើងទៅបាននេះពីព្រោះនៅទៅដីអាមេរិកនេះបើសិនយើងអត់ឡានណាដូចយើងអត់មានជើងអញ្ចឹងយើងចង់ទៅណាអត់បានទេពិបាកអញ្ចឹងពេលខ្លះបងប្អូនអត់សុខបងប្អូនចង់ទៅណាអត់មានកន្លែងអត់មានអីគឺវេទនាបងប្អូននៅតែផ្ទះហ្នឹងបើសិនជាយើងចង់ដោយសារជាមួយនឹងឡានអ្នកដទៃក៏មិនស្រួលចិត្តដែរឧទាហរណ៍តែគ្នាយើង4នាក់គ្នាគេ4នាក់ឡានរឹងតូចអៀតបាក់អញ្ចឹងបើអាចទិញបានបងប្អូនគួរតែទិញណាឡានសម្រាប់ធ្វើដំណើរអូខេអញ្ចឹងខ្ញុំមកដឹងថាខ្ញុំរៀបរាប់មិញបានប្រហែលចំណុចតែរឿងអស់នេះគឺជារឿងដែលគួរតែនឹងត្រូវតែធ្វើរឿងចុងក្រោយមួយទៀតខ្ញុំបន្ថែមរឿងចុងក្រោយមួយទៀតគឺរឿងការរៀនភាសាអង់គ្លេសបើសិនជាបងប្អូនចេះអង់គ្លេសហើយអូខេមិនបាច់ទេឬបងប្អូនចង់រៀនក៏រៀនទៅប៉ុន្តែសម្រាប់បងប្អូនអ្នកដែលមិនចេះអង់គ្លេសឬក៏ខ្សោយក្នុងភាសាអង់គ្លេសបងប្អូនបើអាចឆ្លៀតបានបងប្អូនអាចទៅរៀនបានបងប្អូនអាចឆ្លៀតក្នុងសៅរ៍អាទិត្យឬក៏ថ្ងៃច័ន្ទសុក្រពេលល្ងាចអញ្ចឹងនៅមើលនៅតំបន់ដែលបងប្អូនរស់នៅគេមាន community សហគមន៍របស់គេដើម្បីបង្រៀនភាសាអង់គ្លេសដោយអាចមិនគិតថ្លៃអីចឹងជាដើមអញ្ចឹងបងប្អូនគួរតែនៅតំបន់ខ្ញុំនេះនៅជិតខ្ញុំនេះមានកន្លែងរៀនអង់គ្លេសណាមានសៅរ៍អាទិត្យក៏មានងាយក៏មានពេលព្រឹកក៏មានតែនិយាយទៅសម្របថាយើងមើល schedule ហ្នឹងថាម៉ោងណាដែលយើងអាចឆ្លៀតទៅរៀនបានយើងទៅរៀនបើសិនជាបងប្អូនអាចធ្វើបានតែបើយើងធ្វើអត់បានយើងនៅនេះមិនប្រកាសថាយើងអត់ចេះទេចេះដូចគ្នាដូចយើងអត់ចេះយើងធ្វើការយូរយើងចេះតិចច្រើនក៏ចេះដែរអាចទំនាក់ទំនងបានដែរលើកលែងតែយើងអត់ទៅធ្វើការកន្លែងដែលអត់និយាយអង់គ្លេសអានឹងអាចរឹងនៅនឹងពីព្រោះមានបងប្អូននៅស្រុកខ្មែរយើងដែលគាត់មកជំនាន់មុនចាស់ក៏អត់ចេះអង់គ្លេសមានដែរបងប្អូនមិនអត់ទេមានគាត់មកនៅសម័យក្រោយសង្គ្រាមមកនៅអាមេរិកក៏អត់ចេះអង់គ្លេសមានហើយខ្ញុំអត់និយាយក្នុងន័យថាទៅមើលស្រាលបងប្អូនឬក៏អ៊ំពូមីងណាទេនិយាយក្នុងន័យថាមានពិតប្រាកដដើម្បីចែកម្លែកឲ្យបងប្អូនដែលមកក្រោយឲ្យគាត់ជឿថាយើងមានអ្នកអត់ចេះអង់គ្លេសមែនមកយូរហើយទោះបីមកនៅទឹកដីអាមេរិកក៏ដោយអញ្ចឹងបើសិនជាអាចបងប្អូន
គួរតែរៀនពីព្រោះការចេះអង់គ្លេសនេះថ្ងៃក្រោយទៅបងប្អូនចង់ apply ជាសញ្ជាតិអាមេរិកនៅពេលបងប្អូនចេះគឺងាយស្រួលបងប្អូនរៀនអំពីមេរៀននៃការដាក់ពាក្យចូលសញ្ជាតិលឿនលះចេះនៅពេលដែលបងប្អូនចេះអង់គ្លេសស្រាប់ចាអញ្ចឹងរឿងទាំងអស់ដែលខ្ញុំនិយាយខាងលើនេះគឺជារឿងសម្រាប់ខ្ញុំមានចំណុចខ្លះគឺបងប្អូនត្រូវតែរៀនបងប្អូនត្រូវតែមិនត្រូវរៀនត្រូវតែធ្វើរឿងខ្លះទៀតបងប្អូនអាចជាជំរើសធ្វើក៏បានមិនធ្វើក៏បានដូចជារឿងរៀនអង់គ្លេសយើងធ្វើក៏បានមិនធ្វើក៏បានរឿងទិញឡានបងប្អូនចង់ទិញក៏បានមិនទិញក៏បានតែដូចជា green card ដូចជា social security number ដូចជា ID ឬក៏ drive license ដូចជាការងារធ្វើការបើក bank account ការ apply credit card បងប្អូនត្រូវតែធ្វើ credit card អាចពាក់កណ្ដាលបងប្អូនធ្វើក៏បានមិនធ្វើក៏បានតែសម្រាប់ខ្ញុំជំរុញឲ្យបងប្អូនធ្វើ credit card បើសម្រាប់ភាគរយខ្ញុំឲ្យបងប្អូន 90% ធ្វើ credit card 10% មិនបាច់ធ្វើក៏បានដែរពីព្រោះនៅក្នុងទឹកដីអាមេរិកបងប្អូន bill credit ល្អគឺអនាគតទៅបងប្អូនធ្វើអីក៏ងាយដែរបងប្អូនជឿទេនៅពេលដែលបងប្អូនមាន credit ល្អពេលខ្លះបងប្អូនទៅទិញអីគេអត់លក់ឲ្យទេ credit ល្អសំដៅទៅលើដូចប្រវត្តិមិនល្អទៅលើការចាយវាប្រវត្តិមិនល្អនៅក្នុងការធ្វើអីមួយអញ្ចឹងណាគេ check the credit ខ្ញុំឧទាហរណ៍មួយបងប្អូនអ្នកស្រុកខ្មែរខ្លះយល់បងប្អូនខ្លះធ្លាប់ខ្ចីធនាគារនៅស្រុកខ្មែរបងប្អូនធ្លាប់ឮ CBC ទេ CBC គេហៅ credit bureau ហ្នឹងណាខ្ញុំភ្លេចពាក្យពេញហ่ะ Cambodian Credit Bureau អញ្ចឹងអាហ្នឹងគឺគេ track ពីប្រវត្តិបង់សងរបស់យើងទៅស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារឬក៏ microfinance បើសិនជាបងប្អូនមានប្រវត្តិអត់ល្អធនាគារខ្លះអត់ឲ្យបងប្អូនខ្ចីតែម្ដង credit history បងប្អូនក៏ស្តៀងអញ្ចឹងដែរគាត់ថាវាទូលំទូលាយជាងនៅស្រុកខ្មែរ CBC នឹងនៅតែមួយជ្រុងនឹងតែអាមេរិកនេះវាមានច្រើនផ្នែកក្រៅពីរឿងប្រវត្តិបងសងនៅក្នុងធនាគារអីអស់ហ្នឹងវាមានប្រវត្តិចាយវាសងតន់អីអត់វាមានច្រើនតែត្រង់ចំណុចនេះខ្ញុំអត់និយាយជាទូលំទូលាយឲ្យបងអត់និយាយជាលំអិតឲ្យបងប្អូនគ្រាន់តែថាវាសំខាន់បងប្អូនគួរតែមានអូខេអញ្ចឹងខ្ញុំគិតថាចំណុចទាំងប្រហែលថាជា10នេះគឺជាចំណុចដែលបងប្អូនត្រូវតែនឹងគួរតែធ្វើវានៅក្នុងកាលៈទេសៈបងប្អូនរស់នៅក្នុងសហរដ្ឋអាមេរិកបញ្ជាក់មួយទៀតបងប្អូនរឿងអស់នេះមិនបខំឲ្យបងប្អូនធ្វើវាក្នុងពេលតែមួយទេបងប្អូនគិតថាអាណាប្រសើរធ្វើមុនបងប្អូនធ្វើវាមុនអាណាប្រសើរបន្ទាប់បងប្អូនធ្វើប្រសើរបន្ទាប់ធ្វើរឿងបន្ទាប់អញ្ចឹងអ្វីដែលខ្ញុំនិយាយពី1ដល់10ឬ11ពី1ដល់9អីហ្នឹងខ្ញុំប្រហែលនិយាយតែ10ប្រហែលជា10ហ្នឹងពី1ដល់10ហ្នឹងបើសម្រាប់ខ្ញុំគឺខ្ញុំនិយាយអាទី1ហ្នឹងគឺសំខាន់ណាgreen card social card រកផ្ទះរកការងារបើក bank account អីទៀតចេះទិញលេខទូរស័ព្ទបងប្អូន apply credit card បងប្អូនអាចទិញឡានឬក៏មួយទៀតបងប្អូនអាចរៀនអីអស់ហ្នឹងអញ្ចឹងអារឿងពីលើដល់ក្រោមគឺខ្ញុំលីសមកហ្នឹងគឺបងប្អូនគួរតែធ្វើតាមអញ្ចឹងតែសម្រាប់បងប្អូនធ្វើណាមុនក៏បានដែរអាចពេលខ្លះយើងអាចធ្វើតាមលេខរៀងអញ្ចឹងបានតែយើងអាចធ្វើអាណាមុនបានពីព្រោះនៅពេលដែលយើងពេលខ្លះយើងអាចធ្វើវាក្នុងពេលតែមួយយើងធ្វើម្ដងមួយរឿងខ្លះយើងអាចធ្វើរឿងពីរតាណាគ្នាបានជាក់ស្ដែងកលៈទេសៈបងប្អូនតខ្លួនមិនបងប្អូនធ្វើបានបងប្អូនធ្វើអញ្ចឹងទៅអាចធ្វើអានេះមុនអានេះធ្វើអត់តាន់បានទេអញ្ចឹងធ្វើអានេះមុនអានេះធ្វើអានេះមុនបានអានេះធ្វើអត់តាន់បានធ្វើអានេះមុនណាបងប្អូនអញ្ចឹងក្នុងចំណោមទាំងអស់ហ្នឹងគឺបងប្អូនត្រូវតែនឹងគួរតែធ្វើនៅមានរឿងមួយចំនួនផ្សេងទៀតដែលបើសិនជាសម្រាប់លក្ខខណ្ឌបងប្អូនត្រូវតែធ្វើបងប្អូនធ្វើទៅជួនកាលខ្ញុំនៅតំបន់នេះបទពិសោធន៍របស់ខ្ញុំអញ្ចឹងខ្ញុំចែកម្លែកទៅអាចខុសពីកន្លែងបងប្អូនឬក៏ស្ថានភាពបងប្អូនអញ្ចឹងបងប្អូនធ្វើអ្វីដែលតាមជាក់ស្ដែងបងប្អូនមែនទេណាបងប្អូនហើយបញ្ជាក់មកទៀតអ្វីដែលខ្ញុំចែកម្លែកនេះមិនសិតតែត្រូវ 100% ល្អឥតខ្ចោះ 100% ទេបងប្អូនធ្វើអីក៏ដោយគឺបងប្អូនគិតពិចារណាខ្លួនឯងទៅបើថាខ្ញុំធ្វើតាមតែម្នាក់នេះប្រាប់ឬម្នាក់នោះប្រាប់ជួនកាលវាខុសក្នុងកលៈទេសៈឬស្ថានភាពជាក់ស្ដែងណាគ្រាន់តែអ្វីដែលខ្ញុំចែកម្លែកបងប្អូនគ្រាន់តែគោលឲ្យបងប្អូនដឹងថាយ៉ាងហោចណាស់គឺត្រូវមកអាមេរិកទៅមានអានេះដើម្បីអញ្ចេះអានេះដើម្បីអញ្ចេះអានោះដើម្បីអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកបងប្អូនប៉ុណ្នេះ
មានអ្វីដែលបងប្អូននៅមានចម្ងល់ចង់សួរចង់ដឹងបន្ថែមបងប្អូនអាចសួរនៅក្នុងខ្ទង់ comment សម្រាប់ YouTube ឬក៏ខ្ទង់ comment សម្រាប់ Facebook ហើយក៏សូមអរគុណផងដែរបងប្អូនដែលគាត់នៅស្រុកអាមេរិកឬក៏នៅស្រុកខ្មែរដែលគាត់បានចេះបានដឹងខ្លះហើយបងប្អូនបើអាចចែកម្លែកបទពិសោធន៍បានបងប្អូនក៏អាចចូលរួមចែកម្លែកជាមួយខ្ញុំទាំងអស់គ្នាតាមរយៈខ្ទង់ comment ឬក៏អាចបងប្អូនឆាតឬក៏តាក់ទងមកខ្ញុំផ្ទាល់ហើយប្រាប់ពីបទពិសោធន៍បងប្អូនបើសិនជាបងប្អូនចង់ចែកម្លែកឲ្យបងប្អូនខ្មែរយើងនៅមកក្រោយហ្នឹងបានរស់នៅដែលមានភាពងាយស្រួលមិនមានសម្ពាធមិនមានគេហៅ pressure ក្នុងការធ្វើអីមួយពេលខ្លះខ្ញុំនិយាយដល់4-10ចំណុចទេបងប្អូនអូអញងាប់ណូបងប្អូនធ្វើណាមុនបានធ្វើហ្នឹងទៅហើយធ្វើតាមសឹមតាមដំណាក់កាលរបស់វាណាបងប្អូនអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាអរគុណមែនទែនហើយបងប្អូនសង្ឃឹមថាមករស់នៅអាមេរិកដោយភាពរីកចម្រើនតែកុំភ្លេចស៊ូទ្រាំផងរឿងអ្វីក៏ដោយដំបូងគឺអាចពិបាកតែបងប្អូនស៊ូពិបាកបានគឺបងប្អូនទៅហើយល្អហើយឥឡូវនេះខ្ញុំក៏មិនទាន់ល្អណាស់ណាដែរបងប្អូនខ្ញុំទៅតែអាចថាទៅតែដោះពលលោកទីទេហើយខ្ញុំនៅអាមេរិកនេះបានឆ្នាំហើយបងប្អូន5ឆ្នាំហើយ5ឆ្នាំហើយខ្ញុំទៅតែបានសញ្ជាតិប្រឡងជាប់ថ្ងៃមុននេះមិនទាន់ទៅចូលស្បត់ផងចូលស្បត់នៅក្នុងអាទិត្យក្រោយរាប់ពីនេះទៅថ្ងៃនេះថ្ងៃទី2 5ថ្ងៃទៀតខ្ញុំទៅធ្វើសម្បត្តិដើម្បីយកសញ្ជាតិហើយរឿងប្រឡងខ្ញុំធ្វើរួចអស់ហើយជាប់រកសពគ្រប់ហើយតែបងប្អូនអ្វីដែលខ្ញុំចង់និយាយនេះគឺខ្ញុំមក5ឆ្នាំគឺខ្ញុំទៅដោះប្រឡូកតិចបំផុតណាគាត់ថាពីនោះមកដល់នេះអ្វីដែលខ្ញុំពិបាកគឺឆ្នាំដំបូងទាក់ទងឯកសារអញ្ចឹងតែអញ្ចឹងបានខ្ញុំប្រាប់បងប្អូនឲ្យស៊ូទ្រាំណាអូខេអញ្ចឹងអត់វែងឆ្ងាយទៀតទេប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាបាយ